ខ្ញុំកណាខ្ញុំសូមថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាសួស្តីបងប្អូនកូនក្មួយទាំងអស់ជាទីស្រឡាញ់ជាទីរាប់អាននៅពេលនេះខ្ញុំកណាខ្ញុំជាពិសេសពូអ៊ំសូមនាំយកនៅបទល្មើសមួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាពរបស់បងប្អូនកូនក្មួយប្រព្រឹត្តទៅដែលនាំឲ្យមានការទទួលខុសត្រូវពលគឺមាននៃការប្រើប្រាស់កម្លាំងពីសំណាក់សមត្ថកិច្ចដើម្បីនៃអន្តរាគមន៍ចំពោះអំពើល្មើសច្បាប់ទាំងអស់នោះបាទហើយជាពិសេសគឺក្នុងក្របខ័ណ្ឌចាប់ពីពេលនេះរហូតដល់នៃចូលឆ្នាំនិងក្រោយចូលឆ្នាំដោយសារតែបងប្អូនកូនក្មួយគឺបានចូលរួមកម្មវិធីសង្ក្រាន្តតាមបណ្ដាទីកន្លែងផ្សេងចាប់ពីឥឡូវនេះតទៅហើយជាពិសេសនៅពេលចូលឆ្នាំនិងបញ្ចប់ចូលឆ្នាំថ្មីបលមើលព្រមតាន់មួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាពរបស់បងប្អូនកូនក្មួយស្ដែងចេញមកនោះមានទី1ពូអ៊ំសូមលើកយកនៅបទល្មើសហិង្សាគឺមានចែងនៅក្នុងមាត្រា217ដែលផ្ដន្ទាទោសជាទូទៅគឺពី1ឆ្នាំដល់3ឆ្នាំហើយពិន័យជាប្រាក់ពី2លានរៀលដល់6លានរៀលបាទក្នុងករណីការប្រើអំពើហិង្សារបស់បងប្អូនកូនក្មួយដោយមានស្ថានទម្ងន់ទោសពលគឺមានការគិតទុកជាមុនការប្រើប្រាស់អាវុធបាទការគំរាមកំហែងនឹងអាវុធហើយមានគ្នាច្រើនបាទធ្វើសកម្មភាពនោះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំហើយពិន័យជាប្រាក់ពី4លានរៀលដល់10លានរៀលមានចែងនៅក្នុងមាត្រា218នៃក្រមព្រំដែនឆ្នាំ2009បាទក្រៅពីនេះបើសិនជាការប្រើអំពើហិង្សារបស់បងប្អូនកូនក្មួយទាំងអស់ដោយមានការកាត់អវយវៈរបស់នៃគូបដិបៈឬក៏ធ្វើឲ្យពិការភាពកើតឡើងគឺក្នុងមាត្រា222សំទោស223គឺផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំហើយបើសិនជាការប្រើអំពើហិង្សារបស់បងប្អូនកូនក្មួយបណ្ដាលឲ្យដៃគូបាទគូបដិបៈស្លាប់ឬក៏មរណភាពនោះក៏ប៉ុន្តែយើងមិនមានបំណងឬក៏ចេតនាចង់ឲ្យដៃគូនោះស្លាប់ទេគឺត្រូវផ្ដន្ទាទោសចាប់ពី7ឆ្នាំដល់15ឆ្នាំដែលមានចែងនៅក្នុងមាត្រា224នៃក្រមព្រំដែនឆ្នាំ2009ចូលដល់បទល្មើសមួយទៀតគឺពាក់ព័ន្ធនឹងការគំរាមកំហែងការគំរាមកំហែងនេះក៏បងប្អូនកូនក្មួយតែងតែធ្វើសកម្មភាពបាទជាមួយនឹងដៃគូឬក៏គូបដិបៈរបស់ខ្លួនផងដែរការគម្រាមកំហែងគឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងមាត្រា231ហើយផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី1ខែរហូតដល់6ខែពិន័យជាប្រាក់ពី100,000រៀលដល់1លានរៀលមួយទៀតការគម្រាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយបើសិនជាការគម្រាមកំហែងរបស់បងប្អូនកូនក្មួយទៅលើគូបដិបៈហើយបញ្ជាឲ្យគេបំពេញលក្ខខណ្ឌណាមួយនោះគឺត្រូវផ្ដន្ទាទោសចាប់ពី6ខែរហូតដល់2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលដល់4លានរៀលមានចែងនៅក្នុងមាត្រា232នៃក្រមព្រំដែនបាទករណីគម្រាមកំហែងដែរបើសិនជាការគម្រាមកំហែងនោះគឺគម្រាមកំហែងចង់សម្លាប់ឬក៏គម្រាមកំហែងថានឹងសម្លាប់គឺត្រូវផ្ដន្ទាទោសចាប់ពី6ខែរហូតដល់2ឆ្នាំពិន័យជាប្រាក់ពី1លានរៀលដល់4លានរៀលមានចែងនៅក្នុងមាត្រា233ឲ្យតែសកម្មភាពគម្រាមកំហែងកើតឡើងគឺជាបទល្មើសហើយបាទបន្តមកទៀតគឺការគម្រាមកំហែងដដែលហ្នឹងប៉ុន្តែគម្រាមកំហែងថានឹងសម្លាប់ដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយបាទអាហ្នឹងគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំដល់3ឆ្នាំពិន័យជាប្រាក់ពី2លានរៀលដល់6លានរៀលបាទឲ្យតែសម្ដែងនៃការគម្រាមកំហែងភ្ជាប់នឹងលក្ខខណ្ឌហើយថានឹងសម្លាប់ចូលដល់បទល្មើសមួយទៀតគឺបទល្មើសឃាតកម្មបទល្មើសឃាតកម្មនេះបើសិនជាបងប្អូនកូនក្មួយមានចេតនាបាទសម្រាប់ដៃគូរបស់ខ្លួនធ្វើសកម្មភាពភ្លាមនៅក្នុងពេលចំនួនកើតឡើងបាទកំហឹងកើតឡើងហើយមានចេតនាចង់សម្លាប់នោះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំដល់15ឆ្នាំដែលមានចែងនៅក្នុងមាត្រា199នៃក្រមព្រហ្មទណ្ឌជាខ្សែស្រឡាយនៃបទឃាតកម្មនេះដែរគឺមានបទឃាតកម្មគិតទុកជាមុនបើសិនជាបងប្អូនកូនក្មួយបានប៉ុនប៉ងរៀបចំផែនការបាទពួនស្ទាក់នឹងមានការចាត់ចែងនៃក្រុមការងាររបស់ខ្លួនដើម្បីទៅសម្រាប់គូបដិបៈគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតបើសិនជាសម្រេចគោលដៅ
ហើយមានកំណត់នៅក្នុងមាត្រា200នៃក្រមព្រំដែនឆ្នាំ2009បទល្មើសឃាតកម្មដែរបើសិនជាឃាតកម្មនោះគឺដោយទរណកម្មបាទអំពើឃោឃៅឬក៏អំពើរំលោភសេពសន្តិវៈបានន័យថាការប្រព្រឹត្តនៅបទឃាតកម្មនៅក្នុងពេលឬក៏នៅមុនពេលអំពើទរណកម្មកើតឡើងមុនពេលក្នុងពេលអំពើឃោឃៅបាទមុនពេលក្នុងពេលឬក៏ក្រោយពេលអំពើរំលោភសេពសន្តិវៈគឺទាំង3ពេលនេះគឺថាជាបទល្មើសនៃឃាតកម្មដោយទរណកម្មអំពើឃោឃៅឬអំពើរំលោភសេពសន្តិវៈដែលមានចែងនៅក្នុងមាត្រា205នៃក្រមព្រហ្មទណ្ឌដែរគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតបាទករណីឃាតកម្មដែរគឺឃាតកម្មដោយអចេតនាវិញម្ដងបានន័យថាយើងឬក៏បងប្អូនកូនក្មួយទាំងអស់ហ្នឹងគ្មានបំណងចង់សម្លាប់គេទេប៉ុន្តែដោយការប្រើកម្លាំងវាហួសប្រមាណការធ្វើសកម្មភាពវាលើសលប់បាទឬក៏វាជ្រុលជ្រោះដោយប្រការណាមួយនោះបណ្ដាលឲ្យដៃគូឬគូបដិបករបស់ខ្លួននេះគឺថាស្លាប់នៅនឹងកន្លែងឬក៏ស្លាប់នៅពេលក្រោយបន្តមកទៀតគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំហើយពិន័យជាប្រាក់ពី2លានរហូតដល់ទៅ6លានរៀលដែលមានកំណត់នៅក្នុងមាត្រា207នៃក្រមព្រហ្មទណ្ឌបាទយើងចូលដល់បទល្មើសមួយទៀតដែលវាអាចកើតមានចំពោះបងប្អូនកូនក្មួយទាំងអស់នៅក្នុងសកម្មភាពប្រចាំថ្ងៃជាពិសេសចាប់ពីពេលនេះតទៅរហូតដល់ក្រោយចូលឆ្នាំគឺបទល្មើសរំលោភសេពសន្តិវៈប្រសិនបើបងប្អូនកូនក្មួយជ្រុលជ្រោះនៃធ្វើសកម្មភាពទៅលើដៃគូរបស់ខ្លួនជានារីក៏ដោយជាបរិសុទ្ធក៏ដោយជាភេទទីប្រមាណក៏ដោយឲ្យតែគេនៃមិនស្ម័គ្រចិត្តហើយយើងទៅបង្ខំប្រើអំពើហិង្សាគំរាមកំហែងដើម្បីបានរំលោភសេពសន្តិវៈនោះគឺជាបទល្មើសព្រហ្មទណ្ឌដែលមាននៃចែងនៅក្នុងមាត្រា239ផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំរហូតដល់ទៅ10ឆ្នាំបាទហើយបើសិនជាការរំលោភសេពសន្តិវៈនោះគឺមានការនៃគិតទុកជាមុនរៀបចំជាផែនការមានគ្នាច្រើនដោយឲ្យនៃជនរងគ្រោះប្រើប្រាស់សារធាតុញៀនគ្រឿងស្រវឹងឬក៏វិធីផ្សេងៗដែលធ្វើឲ្យជនរងគ្រោះមិនអាចមានលទ្ធភាពនៅក្នុងការតទល់ឬក៏ប្រតិកម្មតបការពារខ្លួនបានន័យថាបាត់បង់កម្លាំងនៃការពារខ្លួនហើយឬក៏ឆ្មក់ឱកាសដោយប្រការណាមួយនោះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំរហូតដល់15ឆ្នាំមានកំណត់នៅក្នុងមាត្រា240បាទបន្តមកទៀតគឺបទប្រទូសកេខ្មាស់ប្រទូសកេខ្មាស់នេះវាខុសពីរំលោភសេពសន្តិវៈបានន័យថាមិនដល់ទីជម្រៅពោលគឺការស្ទាបអង្អែលបៀតបៀនដល់អ្នកកេភេទរបស់ជនរងគ្រោះដែលនាំឲ្យមានការរំជួលឬក៏មានអារម្មណ៍ផ្លូវភេទធ្វើទៅលើជនរងគ្រោះឬក៏បង្ខំឲ្យជនរងគ្រោះធ្វើមកលើខ្លួនឬក៏បង្ខំឲ្យជនរងគ្រោះនឹងធ្វើទៅលើតតយជនណាមួយឬក៏ជនទី3មិនមែនជាយើងគឺជាបទល្មើសព្រហ្មទណ្ឌដែរដែលមានចែងនៅក្នុងមាត្រា246នៃក្រមព្រហ្មទណ្ឌផ្ដន្ទាទោសដាក់ពន្ធនាគារគឺពី1ឆ្នាំរហូតដល់ទៅ3ឆ្នាំពិន័យជាប្រាក់ពី2លានរៀលដល់6លានរៀលបាទបទល្មើសបន្តមកទៀតដែលពាក់ព័ន្ធសកម្មភាពរបស់បងប្អូនកូនក្មួយគឺបទល្មើសលួចបទល្មើសលួចនេះគឺមាននៃចែងនៅក្នុងមាត្រា356ដែលបានកំណត់នៃផ្ដន្ទាទោសពី6ខែដល់3ឆ្នាំពិន័យជាប្រាក់ពី1លានរហូតដល់6លានរៀលបទល្មើសលួចនេះមានន័យថាគឺជាការលូកយកឬក៏ការកាន់កាប់ដែលរបស់អ្នកដទៃដោយគេមិនបានឲ្យដោយកាយដោយវាចាដោយចិត្តបាទតាមគ្រប់មធ្យោបាយដែលធ្វើឲ្យវត្ថុនោះគឺថាបំលាស់ទីចេញពីទីតាំងដែលគេតម្កល់ទុកគេរក្សាទុកមកកាន់យើងហើយយើងបំលាស់ទីទៅកន្លែងផ្សេងៗដើម្បីចាត់ចែងឬក៏ធ្វើអ្វីតាមតែចិត្តរបស់យើងហើយករណីលួចនេះគឺសំដៅទៅលើតែចលនាវត្ថុទេមិនសំដៅទៅលើអចលនវត្ថុទេពីព្រោះអចលនវត្ថុគឺมันអាចរំកិលឬมันអាចផ្លាស់ប្ដូរទីតាំងបានដោយងាយដោយស្រួលទេចលនវត្ថុគឺសំដៅទៅលើទីហោដូចជាកុំព្យូទ័រទូរស័ព្ទដៃម៉ូតូខ្សែកឬក៏វត្ថុឬក៏ថវិកាទ្រព្យសម្បត្តិធនធានផ្សេងៗដទៃទៀតបាទពាក់ព័ន្ធទៅនឹងករណីលួចនេះដែរបើសិនជាបងប្អូនប្រើអំពើហិង្សាបងប្អូនមានការកាប់គាស់ទម្លុះទម្លាយដើម្បីយកទ្រព្យនោះយកវត្ថុនោះយកថវិកាយកតម្លៃយកមូលនិធិនោះគឺត្រូវផ្ដន្ទាទោសនៅតាមមាត្រា357ដាក់ពន្ធនាគារពី3ឆ្នាំរហូតដល់ទៅ10ឆ្នាំបានន័យថាស្ថានទម្ងន់ទោសនៃបទល្មើសលួចនឹងឯងបាទយើងចេញពីបទល្មើសលួចយើងចូលទៅបទល្មើសកំហែងយកវិញម្ដងកំហែងយកនេះវាខុសពីបទល្មើសលួច
បាទមានការប្រើអំពើហិង្សាដែរមានការបង្ខិតបង្ខំដែរមានការដាក់សម្ពាធមានការគំរាមកំហែងថានឹងប្រើអំពើហិង្សាដែរក៏ប៉ុន្តែទុកលទ្ធភាពចន្លោះពេលមួយឲ្យជនរងគ្រោះធ្វើការសម្រេចចិត្តដើម្បីប្រគល់មកឲ្យខ្លួននៅហត្ថលេខានៅការសន្យាឬក៏បោះបង់អ្វីមួយចោលបំពេញអ្វីមួយឲ្យខ្លួនមិនបំពេញអ្វីមួយឲ្យខ្លួនប្រគល់នៅមូលនិធិប្រគល់នៅទ្រព្យប្រគល់នៅវត្ថុណាមួយបាទបកអាក្រាតឬក៏បើកកកាយនៅអាចកំបាំងណាមួយឲ្យខ្លួនជាដើមនោះគឺទុកពេលវេលាឲ្យជនในរងគ្រោះធ្វើការសម្រេចចិត្តនៃធ្វើតាមឬមិនធ្វើតាមនៅពេលកំណត់ណាមួយបាទក្នុងនោះបើសិនជាអំពើរបស់បងប្អូនក្មួយចូលទៅក្នុងទម្រង់នេះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំរហូតដល់ទៅ5ឆ្នាំពីនៃជាប្រាក់ពី4លានរៀលដល់10លានរៀលដែលមានចែងនៅក្នុងមាត្រា363នៃក្រមព្រំដែនឆ្នាំ2009បាទបទល្មើសមួយទៀតគឺបទល្មើសរំលោភលើទំនុកចិត្តបទល្មើសរំលោភលើទំនុកចិត្តនេះវាខុសពីបទល្មើសលួចខុសពីបទល្មើសនៃឆបោកត្រង់ថាគឺដើមឡើយគឺបងប្អូនកូនក្មួយមិនមានចេតនានៅក្នុងការយកទ្រព្យសម្បត្តិរបស់គេទៅចាត់ចែងទៅធ្វើជាកម្មសិទ្ធិឬក៏ទៅធ្វើអ្វីមួយនោះទេគឺវាកើតចេញពីការស្គាល់គ្នាទុកចិត្តគ្នាបងប្អូនកូនក្មួយអាចទៅជាខ្ចីគេឧទាហរណ៍ដូចជាខ្ចីម៉ូតូគេជិះខ្ចីម៉ូតូមិត្តភ័ក្តិខ្ចីវត្ថុរបស់មិត្តភ័ក្តិសម្ភារៈឬក៏ឧបករណ៍ប្រើប្រាស់ផ្សេងៗរបស់មិត្តភ័ក្តិដទៃទៀតហើយជាគោលការណ៍គឺត្រូវបកគលត្រឡប់មកឲ្យគេវិញនៅពេលដែលយើងប្រើប្រាស់រួចរាល់ក៏ប៉ុន្តែយើងនៅពេលដែលបានវត្ថុនោះហើយគឺយើងកើតចេញជាគំនិតមួយថាយកទៅនៃប្រចាំយកទៅលក់យកទៅស៊ីគ្រឿងឬក៏នៃយកទៅបាត់តែម្ដងបាទអញ្ចឹងវាគឺជាបទល្មើសរំលោភទំនុកចិត្តដែលគេខំទុកចិត្តយើងបកគលវត្ថុនោះឲ្យមកយើងហើយសង្ឃឹមថាយើងបកគលមកឲ្យគេវិញពេលកំណត់ណែទាំងរូបភាពដើមដោយមិនបាត់បង់ដោយប្រការណាមួយហោហាយជាដើមនោះប៉ុន្តែផ្ទុយទៅវិញគឺយើងបានធ្វើច្រាស់ពីនេះគឺជាបទល្មើសរំលោភលើទំនុកចិត្តដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី6ខែទៅ3ឆ្នាំហើយពិន័យជាប្រាក់ពី1លានរៀលរហូតដល់ទៅ6លានរៀលមានចែងនៅក្នុងមាត្រា392នៃក្រមព្រំដែនដែរបាទយើងចូលទៅបទល្មើសមួយទៀតដែលបងប្អូនកូនក្មួយដែលអាចដែលចូលជាបទល្មើសហ្នឹងព្រោះដែលមានច្រើនដែរតាមការកត់សម្គាល់ពលគឺបទល្មើសធ្វើឲ្យខូចខាតដោយចេតនាពលគឺសកម្មភាពរបស់បងប្អូនកូនក្មួយហ្នឹងទៅបំផ្លិចបំផ្លាញទៅវាយកំទេចទៅធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃគូបដិបកទាំងជាអចលនៈទ្រព្យទាំងជាចលនៈនៃទ្រព្យជាដើមឥឡូវយើងនិយាយភាសាសាមញ្ញចុះបងប្អូនកូនក្មួយណានៅពេលដែលមានទំនាស់ទាស់ទែងគ្នាស្រាប់តែទៅវាយកំទេចម៉ូតូរបស់ភាគីជាដៃគូបាទវាកំទេចទូរស័ព្ទគេវាកំទេចឧបករណ៍សម្ភារៈឬក៏ទ្រព្យសម្បត្តិរបស់ដៃគូនោះហើយពេលខ្លះគឺបងប្អូនកូនក្មួយមិនមានណែទំនាស់ជាមួយនឹងម្ចាស់ផ្ទះណាមួយម្ចាស់ហាងណាមួយទេប៉ុន្តែដោយសារកំហឹងកំរោលរបស់បងប្អូនកូនក្មួយហ្នឹងលេងវាស្រាប់តែទៅវាយកំទេចណែតុកទូកៅអីទ្វាររបងណែផ្ទះសម្បែងហាងលក់ដូរអីរបស់គេទាំងអស់ហ្នឹងអាទេសលោតឆាមីឆាតាមចើមផ្លូវតាមចើមអីហ្នឹងអាហ្នឹងហើយចូលបត់ល្មើសធ្វើឲ្យខូចខាតដោយចេតនានឹងហើយណាបងប្អូនកូនក្មួយដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី6ខែរហូតដល់2ឆ្នាំពីនៃជាប្រាក់ពី1លានរៀលដល់4លានរៀលដែលមានចែងនៅក្នុងមាត្រា410នៃក្រមព្រំដែនឆ្នាំ2009បទល្មើសមួយទៀតគឺបទល្មើសនៃគម្រាមកំហែងថានឹងធ្វើឲ្យខូចខាតបានន័យថាបងប្អូនកូនក្មួយនឹងគម្រាមកំហែងលើដៃគូរបស់ខ្លួនបើសិនជាមិនធ្វើនេះបើសិនជាមិនព្រមបោះបង់នេះចោលបើសិនជាអញ្ចេះបើសិនជាចុះយើងនឹងបំផ្លាញទ្រព្យសម្បត្តិពួកឯងអញ្ចឹងឧទាហរណ៍កំទេចម៉ូតូពួកឯងអញ្ចឹងទៅបំផ្លិចបំផ្លាញនេះបំផ្លិចបំផ្លាញនោះអាហ្នឹងហើយគឺការគម្រាមកំហែងថានឹងធ្វើឲ្យខូចខាតគ្រាន់តែសម្ដែងចេញនៅពាក្យសម្ដីថានឹងធ្វើគឺជាបទល្មើសហើយមិនចាំបាច់តល់តែសកម្មភាពកើតឡើងនោះទេឲ្យតែសម្ដីសម្ដៅសំណេររូបភាពឬក៏អ្វីផ្សេងដទៃទៀតដែលបង្ហាញថាយើងគម្រាមកំហែងថានឹងបង្កការខូចខាតដល់ជនរងគ្រោះឬក៏គូបដិបករបស់យើងអានឹងគឺជាបទល្មើសហើយមានចែងនៅក្នុងមាត្រា423ផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែរហូតដល់6ខែពីនៃជាប្រាក់ពី100,000រៀលរហូតដល់1លានរៀលប្រសិនបើការគម្រាមកំហែងថានឹងធ្វើឲ្យខូចខាតលើទ្រព្យសម្បត្តិរបស់ដៃគូរបស់ខ្លួនក្រុមរបស់ខ្លួនសត្រូវរបស់ខ្លួននោះភ្ជាប់នៅលក្ខខណ្ឌណាមួយ
នោះគឺជាស្ថានទម្ងន់ទោសដែលត្រូវផ្ដន់ទោសដាក់ពន្ធនាគារពី1ឆ្នាំរហូតដល់2ឆ្នាំពីនៃជាប្រាក់ពី2លានរហូតដល់4លានរៀលនេះគឺជាបទល្មើសមួយចំនួនដែលខ្ញុំកាលណាខ្ញុំពូអ៊ំតែងតែសង្កេតឃើញថាបងប្អូនកូនក្មួយធ្វើសកម្មភាពប្រចាំថ្ងៃនេះវាចូលទៅបទល្មើសទាំងអស់ហ្នឹងប៉ុន្តែនៅមានបទល្មើសមួយចំនួនទៀតដែលបងប្អូនកូនក្មួយអាចនឹងប្រឈមបើសិនជាសកម្មភាពរបស់បងប្អូនកូនក្មួយឬអំពើរបស់បងប្អូនកូនក្មួយទាំងអស់ចូលទៅក្នុងបទបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌបានចែងនិងច្បាប់ដទៃទៀតបានកំណត់ថាវាគឺជាបទល្មើសដូច្នេះគឺសូមឲ្យបងប្អូនកូនក្មួយគឺកុំប្រញាប់ប្រញាល់នៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយដោយគិតដោយពិចារណាឲ្យបានម៉ត់ចត់ជាទីបំផុតគ្រប់គ្រងកំហឹងរបស់យើងឲ្យបានបាទឬក៏ដើរចេញពីហេតុការណ៍ដើរចេញពីគូទំនាស់បាទព្យាយាមធ្វើអារម្មណ៍ឲ្យស្រស់ស្រាយស្រួលបាទហើយនឹងអត់ឱនអត់ធ្មត់ឲ្យបានគ្រប់កលៈទេសៈជាទីបំផុតដើម្បីយើងគេចផុតពីការទទួលខុសត្រូវព្រមត្តនកាលណាទទួលខុសត្រូវព្រមត្តនបានន័យថាគេចោទប្រកាន់ពីបទល្មើសណាមួយគេផ្ដន់ទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ហើយឈ្មោះរបស់យើងនេះត្រូវបានកត់ចូលទៅក្នុងបញ្ជីថ្កោលទោសរបស់ក្រសួងយុតិធម៌នៅពេលដែលបងប្អូនកូនក្មួយចង់បញ្ជាក់អំពីលិខិតកោតទោសដើម្បីទៅបំពេញលក្ខខណ្ឌណាមួយរបស់ក្រុមហ៊ុនឯកជនអង្គការសង្គមស៊ីវិលឬក៏ប្រឡងចូលក្របខ័ណ្ឌរដ្ឋឬក៏ត្រូវធ្វើដំណើរទៅក្រៅប្រទេសផ្សេងៗទៀតនោះចេញមកថាបងប្អូនកូនក្មួយធ្លាប់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដូច្នេះឱកាសរបស់បងប្អូនកូនក្មួយត្រូវបាត់បង់ហើយមួយទៀតគឺកាលណាបងប្អូនកូនក្មួយទាំងអស់ប្រព្រឹត្តចូលបទល្មើសព្រហ្មទណ្ឌគឺក្រសួងមហាផ្ទៃដែលមាននគរបាលគ្រប់ថ្នាក់ទាំងអស់តាំងពីអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋានបាទរាជធានីខេត្តអធិការដ្ឋានក្រុងស្រុកខណ្ឌប៉ុស្តិ៍នគរបាលទាំងអស់គេមានប្រព័ន្ធកត់ត្រានៅឈ្មោះរបស់បងប្អូនកូនក្មួយថាប្រព្រឹត្តបទល្មើសកបទល្មើសខហើយអនាគតទៅបើសិនជាខាងក្រុមហ៊ុនឯកជនអង្គការសង្គមស៊ីវិលនិងស្ថាប័នរដ្ឋផ្សេងទៀតចង់ស្នើសុំឆែកប្រវត្តិរូបរបស់ប្អូននៅពេលដែលប្អូនទៅតំណែងការងារជាមួយគេឬក៏ទៅបំពេញលក្ខខណ្ឌជាមួយគេដើម្បីចូលបម្រើការងារណានោះគេស្នើសុំឆែកvà chạy khơi bọn con khmuối không bánh trí này digital đại bọn con khmuối và vượt bọt mới ní cứ bọn con khmuối có bạt bóng ở các địa đài chẳng thì pu ông không biết là vậy cái tại pika bằng hai nơi ở vây đây chỉ bọt mới bà đầm bay thiếp tới nâng scam ở phía và bọn con khmuối cùng ao vì chỗ một chia bọt mới tầng ở nâng hái nước bọt mới xem được tí tiết đại ông pu mình toàn miền ở các nơi không cá này bắt đầu chun bọn con khmuối là thì là sao tại Beverly chẳng thì pu ông sừng khâm thả bọn con khmuối chẳng o nâng lên cầm sán không cam thì sừng cran tam sả la cái đấy tam phum cái đấy lên cầm sán không cả bon cho năm bậc này này máy nâng cao cho năm bản tay mà tôi cái đấy nâng Beverly group cái lại tại sao thằng o cái đấy ní và cọp đào phiếp snap chỉ mùi khía tu bay chỉ crom mùi crom pi crom bay mình đại squat ní bản đại dương dốc ở cá ní đầm bay rọp an khía đầm bay trong mình tập phiếp khía đầm bay xa chọp khía bùi bùa dương cứ chỉ khai tại mùi và chia viên cá dương bạc cát nơi cu bạc để bạc cát nơi sợi trời dương sầm đay nơi sợi cam ở phiếp song sắt khía từ bên từ máu để nom ao từ tua kho trời trồng bùa một chắp để nom ao bị cá nom ao bùa đừng nom ao bạt bằng ở dụ chỉ vật rồi bỏ dương thay từ tiền phong đôi chân ấy cứ sông này nghĩa cao chẳng prom bản này thà a đừng bé cứ sông bánh chốt sợi cam ở phiếp và cả song sắt cả cùng cuốn bà hói group crom từng o group smart phiếp rồi bọn con mùi từng o từ mưa mục kia đau nhiều nhiễm từ chắp đây kia từ xa mà kia từ rom từ rê từ mùi kia đau sạch đây sờ bái sạch đây sờ lạnh đau xa mà kia không niêm chưa mai tầm mùi bà này bọn nó mùi pu ông sừng khơm thành trắng hơi thạ nom của pu chim sẽ cứ sầm đại mà hai bọn thừa đây hôn mình này lục bàn mà chuyện cả lon tới hơi thà ri ra thà bá cứ mình bàn vô bọn con mùi chẳng o thôi chia sẻ trời ti bàn tay còn tại group con sẽ cam mà phiếp đái như trâu chỉ bọt mớ trời ạ là vọt tám cho bạp tay vào bọn anh ai đó mà phít sẵn đẹp so khá bạn dù rọt tầm thấy xung hạp thấy có đôi kia cứ lúc trong phần đá đó là cả ở bọn mùi khai từ chia rụt xây mùi đồ miên sạc đàn được bố để ai chui chùm trên chiết rồi bỏ dương không rụt phiếp chia nẹ bật tàu viên chùm non cào cứ mình ai này thạ động non phải cho bọn đi lục miên chỉ vật ảm mặt tạ
ទាំងអ៊ំទាំងពូក៏ដោយគឺគ្មានជីវិតអមតៈទេគឺមានតែពឹងលើបងប្អូនកូនក្មួយទាំងអស់គឺជាអ្នកបន្តវេនចំនួនក្រោយនេះចូលរួមមកដឹកនាំប្រទេសក្នុងកម្រិតណាមួយបាទដូច្នេះសូមបងប្អូនកូនក្មួយធ្វើឲ្យទៅជាទំពាំងមួយដែលដុះលូតលាស់คล้ายទៅជាឫស្សីដែលប្រើជាការបានសម្រាប់ជាតិយើងរឹងមាំគ្រួសារយើងនៃរីកចម្រើនខ្លួនយើងបាទคล้ายជាបុគ្គលជោគជ័យคล้ายជាបុគ្គលដែលមានតម្លៃសម្រាប់នៃគ្រួសារសម្រាប់សង្គមជាតិទាំងមូលតែម្ដងអញ្ចឹងទេពូអ៊ំសូមបញ្ចប់ចោះខ្ញុំមណាខ្ញុំសូមថ្វាយបង្គំលាសូមគោរពលានិងជម្រាបលា